តែយើងគោរពបូជាទេវតាដោយមិនដេចទើបត្រឹមត្រូវទេវបលិមានពីរមួយយើងឧទ្ទិសបុណ្យជូនទេវតាយើងធ្វើបុណ្យធ្វើកុសលហើយសូមជូនបុណ្យកុសលដល់ទេវតាថែសារនៅផ្ទះជានាងផ្ទះប្រភូមិរុក្ខទេវតាអារក្ខទេវតាសូមត្រេកអរអនុមោទនាបុណ្យខ្ញុំហើយសូមឲ្យបានសេចក្តីសុខចុះទី2យើងដាក់គ្រឿងដង្វាយបាយទឹកនំចំណីផ្កាផ្លែឈើជូនជាការសម្ដែងនៅការរាប់អានដូចជាយើងអ្នកនៅផ្ទះភូមិផងរបងជាមួយអញ្ចឹងប៉ុន្តែទេវតាគេមានបុណ្យច្រើនជាងយើងគេអាយុវែងជាងយើងគេមានសម្បត្តិល្អជាងយើងអញ្ចឹងយើងគោរពបូជាចំពោះទេវតាហ្នឹងក្នុងន័យថាយើងរាប់អានយើងគោរពយើងឲ្យតម្លៃប៉ុន្តែយើងមិនបកគលជោគវាសនាគិតតែពីបែបបន់សុំបួងសួងអីទេបើយើងមានចិត្តល្អជាមួយគេគង់តែនឹងបីបាច់ថែរក្សាយើងវិញហើយបើយើងមានបុណ្យគេត្រូវតែជួយយើងហ្មងគេមិនជួយគេមានទោសទៀតផងទេវបលិហ្នឹងគឺការគោរពការឲ្យតម្លៃការផ្ដល់សេចក្តីស្រឡាញ់ការរាប់អានដល់ទេវតាប៉ុន្តែទេវតាមិនចេះតែជួយយើងបានគ្រប់រឿងទេតើយើងមានបុណ្យដែរទើបទេវតាជួយយើងបាន